ព័ត៌មានទីមួយនេះគឺជាការធ្វើបច្ចុប្បន្នភាពបន្ថែមពីការផ្សាយ breaking news ដែលខ្ញុំបានជូនគឺក្រសួងហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍បានដាក់ប្រទេសថៃទៅក្នុងបញ្ជីតាមដានដោយនិយាយថានឹងត្រូវបានត្រួតពិនិត្យតាមដានចំពោះការបដូរប្រាក់បរទេសដែលអាចមិនយុត្តិធម៌មិនត្រឹមត្រូវនេះបើយោងតាមរបាយការណ៍របស់ក្រសួងហិរញ្ញវត្ថុដែលផ្ញើទៅសភាជាតិរបស់សហរដ្ឋអាមេរិកបាទដែលជាការតម្រូវឲ្យធ្វើ2ដងក្នុងមួយឆ្នាំការបន្ថែមប្រទេសថៃចូលទៅក្នុងបញ្ជីត្រួតពិនិត្យនេះគឺសរុបប្រទេសទាំងអស់ដែលសហរដ្ឋអាមេរិកដាក់នោះគឺមានចំនួន10ប្រទេសហើយគឺក្នុងនោះមានចិនមានកូរ៉េខាងត្បូងមានជប៉ុនមានតៃវ៉ាន់សិង្ហបុរីវៀតណាមក៏នៅក្នុងបញ្ជីនឹងដែរអាល្លឺម៉ង់អ៊ីរឡង់និងស្វីសក៏នៅក្នុងបញ្ជីនឹងដែរដើម្បីតាមដានតើប្រើប្រាស់ថវិកាអន្តរាគមន៍ទីផ្សារយ៉ាងណាបានជានាំទំនិញចូលសហរដ្ឋអាមេរិកបានច្រើនក្រៅពីប្រទេសនោះគឺប្រទេសដែលស្ថិតនៅក្នុងបញ្ជីត្រួតពិនិត្យតាមរបាយការណ៍ហ្នឹងគឺឃើញថាដោយសារតែមានការកើនឡើងបាទអតិរេកពាណិជ្ជកម្មបានន័យថាការនាំពាណិជ្ជកម្មទៅច្រើនហើយនឹងការធ្វើភាគីជាមួយនឹងប្រទេសថៃនឹងគឺមានការលក្ខណៈមិនប្រក្រតីមួយចំនួនដែលខាងសហរដ្ឋអាមេរិកបានតាមដានប៉ុន្តែខាងសហរដ្ឋអាមេរិកក៏មិនទាន់បានកំណត់ប្រទេសណាមួយក្នុងចំណោម10នោះថាជាអ្នកដែលរៀបចំបន្លំជួញដូររូបិយប័ណ្ណនោះទេគឺឬក៏រដ្ឋនឹងធ្វើអន្តរាគមន៍ធ្វើឲ្យទឹកប្រាក់របស់ខ្លួនបើចុះថោកដើម្បីនាំទំនិញចេញច្រើននោះដែរបើសិនជាសហរដ្ឋអាមេរិករកឃើញបែបនេះគឺអាចនឹងមានការដាក់ទណ្ឌកម្មក៏ប៉ុន្តែនៅឡើយទេកំពុងតែតាមដានហើយបើតាមសេចក្តីរាយការណ៍គឺឲ្យដឹងថារបាយការណ៍នេះជាធម្មតាផ្ដោតលើថាតើប្រទេសនានាចូលរួមនៅក្នុងការធ្វើអន្តរាគមន៍រូបិយវត្ថុជាឯកតោភាគីឬក៏មានការរៀបចំផ្សេងទៀតដើម្បីទប់ទល់នឹងការកើនឡើងនៃតម្លៃប្រឆាំងទល់ជាមួយនឹងប្រាក់ដុល្លារឬយ៉ាងណាដើម្បីធ្វើឲ្យការនាំចេញរបស់ពួកគេនឹងមានតម្លៃថោកហើយនាំចេញបានច្រើនប៉ុន្តែនៅពេលអនាគតបើយោងតាមក្រសួងហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិកគឺកំពុងពិនិត្យមើលយ៉ាងទូលំទូលាយផងដែរអំពីវិសាលភាពដែលសេដ្ឋកិច្ចនៃការប្រទេសដែលមួយចំនួនហ្នឹងក្នុងការធ្វើចលនាប្រាក់របស់គេនឹងថាតើមានការទប់មិនឲ្យលុយនឹងឡើងថ្លៃឬក៏ចុះថោកនឹងផងដែរពិនិត្យមើលទាំងចរន្តទាំងពីរតែម្ដងទាំងឡើងទាំងចុះតែម្ដងបាទនេះគឺជាអ្វីដែលខាងសហរដ្ឋអាមេរិកបានលើកឡើងហើយនៅថ្ងៃនេះកាសែតរបស់ថៃក៏បានដកស្រង់នៅការឆ្លើយតបវិញពីខាងភាគីថៃផងដែរបាទនេះបើយោងតាមកាសែត The Nation កាសែត The Nation បានរាយការណ៍ថាធនាគារកណ្ដាលរបស់ថៃគឺធនាគារជាតិថៃហ្នឹងគាត់ដាក់ថាការដែលសហរដ្ឋអាមេរិកដាក់ប្រទេសថៃចូលទៅក្នុងបញ្ជីតាមដាននោះគឺដោយសារតែខ្លួនមានការនាំចេញនឹងវាលើសលប់ទៅសហរដ្ឋអាមេរិកក៏ប៉ុន្តែបើទោះបីជាយ៉ាងនេះក៏ដោយគឺមិនរារាំងថៃក្នុងការខិតខំពង្រឹងស្ថិរភាពប្រាក់បាតរបស់ខ្លួននោះទេបាទធនាគារកណ្ដាលថៃនឹងបានចាត់វិធានការផ្សេងភ្លាមតែម្ដងដើម្បីបន្ធូរបន្ថយការព្រួយបារម្ភរបស់ទីផ្សារបន្ទាប់ពីសហរដ្ឋអាមេរិកគឺដាក់ទៅក្នុងបញ្ជីត្រួតពិនិត្យតាមដាននេះអញ្ចឹងបានន័យថាចំណាត់ការរបស់ធនាគារកណ្ដាលរបស់ថៃគាត់រហ័សដែរណាគាត់តែសហរដ្ឋអាមេរិកដាក់ប្រកាសនៅថ្ងៃព្រហស្បតិ៍ម្សិលមិញការពិតទៅនៅព្រឹកថ្ងៃសុក្រមកនៅក្នុងប្រទេសថៃនឹងតែម្ដងពីព្រោះព័ត៌មាននេះបែកធ្លាយនៅពេលល្ងាចថ្ងៃព្រហស្បតិ៍នៅសហរដ្ឋអាមេរិកទៅជាព្រលឹមថ្ងៃសុក្រនៅប្រទេសថៃស្រាប់តែថ្ងៃឡើងគឺធនាគារកណ្ដាលរបស់ថៃគាត់ចាត់វិធានការភ្លាមតែម្ដងដើម្បីបាទបន្ធូរបន្ថយការព្រួយបារម្ភរបស់វិនិយោគិនហើយនិងប្រជាពលរដ្ឋរបស់ខ្លួនទៅលើហិរញ្ញវត្ថុរបស់ថៃហ្នឹងធនាគារកណ្ដាលរបស់ថៃបាននិយាយនៅថ្ងៃសុក្រនេះថាបាទការផ្លាស់ប្ដូរនេះគឺខាងធនាគាររំពឹងទុកជាមុនហើយគឺហើយនៅតែមិនរារាំងក្នុងការដែលធនាគារខិតខំរក្សាស្ថិរភាពនៃប្រាក់បាតនោះទេគឺបើតាមរបាយការណ៍ពាក់កណ្ដាលឆ្នាំចុងក្រោយរបស់ក្រសួងហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិកនេះដែលចេញផ្សាយនៅថ្ងៃព្រហស្បតិ៍បានបង្ហាញពីអតិរេកគណនីបច្ចុប្បន្នរបស់ថៃដែលឈានទៅដល់ 3.8% នៃផលិតផលក្នុងស្រុកសរុបនៅចន្លោះពីខែកក្កដាឆ្នាំ2024
ដល់ខែមិថុនាឆ្នាំ2025បាទគឺបានន័យថាចំនួននេះលើសពីកម្រិត 3% ដែលទីក្រុង Washington បានកំណត់បាទកំណត់ឲ្យមានតែប៉ុណ្ណឹងសប្តាហ៍ឡើងទៅដល់3កណសញ្ញា 8% អាមេរិកចាប់ផ្ដើមពិនិត្យភ្លាមដោយប្រទេសថៃនិងប្រទេសមួយចំនួនទៀតដែលគឺសហរដ្ឋអាមេរិកទៅតែតាមដានតើការនាំចេញហ្នឹងគឺត្រឹមត្រូវឬទេឬក៏មានការប្រើវិធីសាស្ត្រយ៉ាងណាដើម្បីជួយអន្តរាគមន៍ឲ្យនាំមកសហរដ្ឋអាមេរិកនឹងបានច្រើនឲ្យមានការប្រកួតប្រជែងមិនត្រឹមត្រូវលោកស្រីឆាយាវ៉ាឌីឆៃអាណុនដែលជាអនុប្រធានធនាគារជាតិរបស់ថៃនិងជាអ្នកអំពាវធនាគារបានបញ្ជាក់ថាប្រទេសថៃបានរៀបចំតាមលក្ខណៈត្រឹមត្រូវគឺมันមានអ្វីខុសឆ្គងនោះទេប៉ុន្តែអ្វីដែលធ្វើឲ្យសហរដ្ឋអាមេរិកដាក់នោះគឺដោយសារតែមានលក្ខណៈវិនិច្ឆ័យ2ដែលសហរដ្ឋអាមេរិកទៅតាមដានគឺទី1គឺដោយសារតែការនាំចេញទៅសហរដ្ឋអាមេរិកនឹងច្រើនបាទហើយទី2គឺមានគណនីចរន្តបាទទឹកប្រាក់នឹងគឺច្រើនលើសលប់ផងដែរដែលធ្វើឲ្យសហរដ្ឋអាមេរិកត្រូវតាមដានមើលលោកស្រីឆៃយ៉ាវ៉ាឌីបានប្រាប់អ្នកយកព័ត៌មានថានេះមិនមែនជាស្ថានភាពថ្មីសម្រាប់ប្រទេសថៃទេបាទប្រទេសថៃធ្លាប់ស្ថិតនៅក្នុងបញ្ជីនេះរវាងឆ្នាំ2020និង2021អស់រយៈពេលជាច្រើនដងដែរហើយការរក្សាការសន្ទនាបើកចំហនិងមានតម្លាភាពនិងផ្លាស់ប្ដូរទិន្នន័យជាមួយក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកនោះគឺជារឿងសំខាន់ដែលប្រទេសថៃនឹងធ្វើជាប់ជាប្រចាំបាទនេះគឺជាចំណាត់ការពីខាងភាគីថៃមកវិញតកតងជាមួយនឹងការដែលសហរដ្ឋអាមេរិកដាក់ប្រទេសថៃនៅក្នុងបញ្ជីតាមដានមើលព័ត៌មានទី2នេះគឺជាសេចក្តីរាយការណ៍របស់សារព័ត៌មាន Al Jazeera បានរាយការណ៍ឲ្យដឹងថាសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថាអាស៊ានដែលមានប្រទេសចំនួន11នោះគឺមិនទទួលស្គាល់ការបោះឆ្នោតដែលទើបតែធ្វើឡើងថ្មីៗនៅក្នុងប្រទេសមីយ៉ាន់ម៉ាទេដែលគណៈបកមួយដែលគ្រប់គ្រងដោយក្រមយោធានោះគឺអះអាងថាពួកគេជាអ្នកជ័យឈ្នះមានជ័យជំនះនៅក្នុងការប្រកួតនៅដើមសប្តាហ៍នេះរដ្ឋមន្ត្រីការបរទេសហ្វីលីពីនលោកស្រី Teresa Lazaro បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថាអាស៊ានមិនបានគ្រប់គ្រងដំណាក់កាលទាំង3នៃការបោះឆ្នោតដែលបានធ្វើឡើងឡើយបាទគឺលោកស្រីបានថ្លែងដូចនេះនៅក្នុងពេលដែលលោកស្រីរៀបចំធ្វើម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្ត្រីបាទសំខាន់ជាលើកដំបូងរបស់អាស៊ានដែលរៀបចំឡើងនៅក្នុងទីក្រុងសេប៊ូដែលនៅភាគកណ្ដាលនៃប្រទេសហ្វីលីពីនក្នុងពេលដែលការជួបពិភាក្សានោះគឺគេបានលើកឡើងយ៉ាងសំខាន់អំពីវិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ាដែលជារបៀបវិរៈសំខាន់នៅពេលដែលអ្នកសារព័ត៌មានសួរថាតើប្លុកនេះមិនទទួលស្គាល់ដែរឬការបោះឆ្នោតនៅប្រទេសភូមាឬយ៉ាងណានោះគឺលោកស្រីបានឆ្លើយថាអត់ទាន់ទទួលស្គាល់ទេមកដល់ម៉ោងនេះណាបាទលោកស្រីមិនបាននិយាយលម្អិតអំពីថាតើខាងអាស៊ានវាតម្លៃយ៉ាងម៉េចទៅលើការបោះឆ្នោតនោះទេគ្រាន់តែនិយាយថាគឺអត់ទាន់ទទួលស្គាល់នោះទេដូច្នេះបើតាមការឲ្យដឹងគឺការមិនទទួលស្គាល់នេះបាទដោយប្លុកអាស៊ានគឺជាការមួយវាប្រហារដ៏ធំបន្ថែមទៀតផងដែរទៅលើការខិតខំប្រឹងប្រែងរបស់ខាងរដ្ឋាភិបាលយោធាភូមាដែលខិតខំធ្វើយ៉ាងណាឲ្យបានការទទួលស្គាល់ជាអន្តរជាតិចាប់តាំងតែពីខ្លួនបានធ្វើរដ្ឋប្រហារបណ្ដេញគណៈបករបស់លោកស្រីអង្សានស៊ូជីចេញពីអំណាចនៅក្នុងឆ្នាំ2021មកឥឡូវ5ឆ្នាំហើយណាហើយខិតខំរៀបចំស្ថានភាពផ្សេងដើម្បីឲ្យបានអន្តរជាតិទទួលស្គាល់ក៏ប៉ុន្តែនៅតែមិនមានការទទួលស្គាល់ទេបាទនេះគឺជាការវិវត្តមួយនៅក្នុងប្រទេសភូមាហើយនឹងជាមួយនឹងអាស៊ានក្នុងខណៈពេលដែលប្រទេសថៃគាត់បានរដ្ឋមន្ត្រីក្រសួងការបរទេសថៃគាត់ថាគួរតែធ្វើពិធីយ៉ាងណាដើម្បីចាប់ផ្ដើមទំនាក់ទំនងឡើងវិញជាមួយនឹងប្រទេសភូមាផងទៅបាទប្រទេសមីយ៉ាន់ម៉ាក៏ប៉ុន្តែជាចំហរួមរបស់អាស៊ានគឺមិនទាន់ទទួលស្គាល់នៅឡើយទេព័ត៌មានទី3នេះគឺជាព័ត៌មានដែលកំពុងតែក្តៅកគុកខ្លាំងនៅក្នុងបណ្ដាញសារព័ត៌មាននៅកម្ពុជាក៏ដូចជានៅខាងប្រទេសថៃបាទគឺសាររបស់លោកប្រធានាធិបតីនៃប្រទេសកូរ៉េខាងត្បូងបាទលោកលីជេមញុង
ប្រធានាធិបតីកូរ៉េខាងត្បូងបានសរសេរសារថាបង្ហាញអំពីការបដិញ្ញាចិត្តរបស់រដ្ឋាភិបាលរបស់លោកប្រឆាំងនឹងក្រុមឆោបោកតាមអនឡាញដែលដាក់គោលដៅសម្ដៅទៅលើជនជាតិកូរ៉េខាងត្បូងនោះបាទលោកបាននិយាយថាលោកមិនមែននិយាយលេងទេនិយាយចោលអញ្ចឹងទេគឺឥឡូវនេះកំពុងតែពង្រីកការបង្ក្រាបតាមបណ្ដាញអ៊ីនធឺណិតហើយបាទដែលលោកបានសរសេរសារហ្នឹងគឺប្រិមិត្តមើលទៅគឺបាទគាត់ថាបើហ៊ានប៉ះពាល់ជនជាតិកូរ៉េបាទនឹងត្រូវវិនិច្ឆ័យអន្តរាយនេះមិនមែនជាការគំរាមកំហែងលេងទេប្រទេសកូរ៉េខាងត្បូងបើថាធ្វើហើយគឺធ្វើដល់ទីបញ្ចប់នេះជាសារដែលជាភាសាសរសេរជាភាសាខ្មែរដែលលោកប្រធានាធិបតីកូរ៉េខាងត្បូងបានសរសេរដូច្នេះបាទហើយក៏ប៉ុន្តែបើតាមកាសែតភ្នំពេញប៉ុស្តិ៍ដែលបានទៅពិនិត្យមើលនៅក្នុងសារតាមបណ្ដាញសង្គម X ហ្នឹងគឺលោកបានលុបចោលហើយបានលុបចោលសារហ្នឹងទៅវិញហើយប្រហែលជាដោយសារតែមានប្រតិកម្មច្រើនពីមហាជនប្រហែលជាមានការយល់ច្រឡំយ៉ាងម៉េចមានការបកស្រាយយ៉ាងម៉េចអំពីសាររបស់លោកនឹងបាទនិយាយជារួមគឺសាររបស់លោកគឺចង់បង្ហាញអំពីការបដិញ្ញាចិត្តបាទការបដិញ្ញាចិត្តហើយដំណើររឿងគឺវាដោយសារចេះទេដោយសារតែខាងឯករដ្ឋទូតថ្មីរបស់កូរ៉េខាងត្បូងគាត់បានទៅជួបជាមួយនឹងថ្នាក់ដឹកនាំកម្ពុជាគឺជួបជាមួយនឹងលោកហ៊ុនសែនដែលជាប្រធានព្រឹទ្ធសភារបស់កម្ពុជានេះបើយោងតាមការផ្សាយរបស់កាសែត The Nation ណាកាសែត The Nation គាត់ថានៅពេលនោះគឺមេដឹកនាំកម្ពុជាគឺលោកហ៊ុនសែនបានសន្យាបាទសន្យាអំពីការបដិញ្ញាចិត្តដែលយ៉ាងមើងងាត់ក្នុងការចាត់វិធានការដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអនឡាញហ្នឹងបាទនៅក្នុងប្រទេសកម្ពុជាហ្នឹងដោយលោកហ៊ុនសែនលោកបានពមៀនថាអ្នកណាក៏ដោយដែលមកធ្វើប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជាហ្នឹងមកចោលបោយហ្នឹងគឺកម្ពុជាបាទមិនមែនជាកន្លែងឋានសួគ៌ជាកន្លែងដែលជាជំរករបស់អ្នកឯងទេប៉ុន្តែជាឋាននរករបស់អ្នកឯងហើយអញ្ចឹងបានន័យថាកម្ពុជានឹងចាត់វិធានការបាទចាត់វិធានការដើម្បីបង្ក្រាបគឺលោកដែលកំពុងតែចាប់ដៃហ្នឹងគឺជាឯករដ្ឋទូតថ្មីរបស់ខាងប្រទេសកូរ៉េខាងត្បូងបាទដែលបានមកជួបជាមួយនឹងបាទថ្នាក់ដឹកនាំរបស់កម្ពុជាគឺលោកគឹមឆាងយុងបាទគឹមឆាងយុងដែលមកនិយាយហ្នឹងគឺកម្ពុជាបានលើកឡើងរឿងហ្នឹងពីព្រោះអីក្នុងខ្ញុំបានរាយការណ៍ក្នុងពេលម្សិលមិញគឺខាងកូរ៉េខាងត្បូងក៏គាត់បានប្រកាសដែរបានចាប់បានជនជាតិកូរ៉េខាងត្បូងដែលទៅគេលបួងយកមកឲ្យបោកជនជាតិកូរ៉េខាងត្បូងគ្នាឯងនោះបាទដោយមានកិច្ចសហប្រតិបត្តិការជាមួយនឹងកម្ពុជាបាទជាមួយនឹងកម្ពុជាដើម្បីបង្ក្រាបអញ្ចឹងទៅដល់ហើយអញ្ចឹងក៏បានទទួលការបដិញ្ញាចិត្តបន្ថែមពីថ្នាក់ដឹកនាំកម្ពុជាបានជាប្រហែលជាប្រធានាធិបតីកូរ៉េខាងត្បូងគាត់សរសេរសារបែបនេះប៉ុន្តែអ្វីដែលប្រិមិត្តមួយចំនួនគាត់ឆ្ងល់មិនអស់ចិត្តនោះគឺខ្ញុំឃើញសារគាត់ថាហេតុអីចាំបាច់សរសេរជាភាសាខ្មែរបាទជាភាសាខ្មែរអញ្ចឹងបានន័យថាចង់សំដៅទៅលើកម្ពុជាឬយ៉ាងណាបាទអញ្ចឹងខ្ញុំមិនដឹងច្បាស់អត់ទេប៉ុន្តែខ្ញុំគ្រាន់តែភ្ជាប់នៅចំណុចដែលឃើញនឹងអញ្ចឹងគឺវាមាន3ចំណុចណាដែលខ្ញុំរៀបរាប់ទី1គឺខាងអ្នកការទូតរបស់កូរ៉េជួបជាមួយនឹងថ្នាក់ដឹកនាំកម្ពុជាគឺកម្ពុជាបញ្ញាដើម្បីបង្ក្រាបបាទទី1ទី2គឺខាងក្រមការងាររបស់កូរ៉េខាងត្បូងនោះបានសហការគ្នាជាមួយនឹងប៉ូលីសកម្ពុជាក៏បានបង្ក្រាបហើយចាប់បាន136នាក់ដែលខ្ញុំបានរាយការណ៍ម្សិលមិញសារព័ត៌មានកូរ៉េរាយការណ៍ម្សិលមិញហ្នឹងយកទៅហើយខាងកូរ៉េថែមទាំងសរសើរកម្ពុជាថាបានសហការគ្នាបានល្អនៅក្នុងការបង្ក្រាបស្រាប់តែចេញមកគឺចំណុចទី3គឺប្រធានាធិបតីកូរ៉េខាងត្បូងគាត់សរសេរសារម្សិលមិញហ្នឹងតែម្ដងដែលមានការភ្ញាក់ផ្អើលបាទអញ្ចឹងដូច្នេះគាត់លុបវិញបាទអាចនឹងមានន័យថាគាត់ប្រហែលជាមានអ្នកបកស្រាយខុសអំពីសាររបស់គាត់ហ្នឹងអញ្ចឹងគាត់លុបវិញបាទតាមធម្មតាថ្នាក់ដឹកនាំសរសេរសារមួយគឺគេមិនងាយលុបទេប៉ុន្តែដោយសារប្រហែលជាការប្រតិកម្មនឹងច្រើនខុសពីន័យដើមរបស់សម្ដីខ្លួនបានជាគេទៅលុបវិញណានេះគឺជាការមើលឃើញរបស់ខ្ញុំអញ្ចឹងទេប៉ុន្តែសាច់រឿងពិតយ៉ាងម៉េចខ្ញុំក៏អត់ដឹងដែរណាបាទខ្ញុំគ្រាន់តែព្យាយាមបង្ហាញចំណុចហ្នឹងឲ្យប្រិយមិត្តបានដឹងតែប៉ុណ្្នឹងទេ
ព័ត៌មានទី4នេះគឺជារឿងនយោបាយនៅក្នុងប្រទេសថៃដោយដែលខ្ញុំបាននិយាយចឹងខ្ញុំថាខ្ញុំនឹងជួយធ្វើបច្ចុប្បន្នភាពរឿងនយោបាយនៅក្នុងប្រទេសថៃបាទនេះគឺជាសេចក្តីរាយការណ៍របស់សារព័ត៌មាន Bloomberg បាទ Bloomberg គាត់បានរាយការណ៍ច្រើនតាក់ទងជាមួយនឹងប្រទេសថៃប្រទេសកម្ពុជាហ្នឹងបាទបើយកតាមសេចក្តីរាយការណ៍សេចក្តីរាយការណ៍របស់សារព័ត៌មាន Bloomberg ឲ្យដឹងថាគណៈបកប្រជាជនរបស់ថៃ Thai People's Party ហ្នឹងបានពង្រីកនៅការនាំមុខនឹងកាន់តែខ្លាំងទៅលើគណៈបកភូមិចៃថៃដែលជាគណៈបកកំពុងកាន់អំណាចនៅក្នុងប្រទេសថៃក្នុងគណៈពេលដែលការបោះឆ្នោតនៅសល់តែចំនួន9ថ្ងៃទៀតតែប៉ុណ្ណោះគឺនៅថ្ងៃទី8ខែកុម្ភៈណានឹងមានការបោះឆ្នោតមុនពេលដែលការបោះឆ្នោតដែលគេរំពឹងថាទំនងជានឹងបង្កើតបានសភាមួយដែលមិនមានការឯកភាពគ្នាទេយោងតាមការស្ទង់មតិថ្ងៃទី23ដល់25ខែមករាដោយវិទ្យាស្ថានជាតិអភិវឌ្ឍរដ្ឋបាលគឺ NIDA ការគ្រប់គ្រងសម្រាប់គណៈបកប្រឆាំងបានកើនឡើងដល់ 34.2% គឺកើនឡើងពី 30.5% នៅដើមខែនេះបានន័យថាកើនឡើង 4.4% ណាការស្ទង់មតិដែលបានចេញផ្សាយកាលពីថ្ងៃសុក្រនេះបានបង្ហាញថាគណៈបកភូមិចៃថៃដែលជាគណៈបកអភិរក្សនិយមរបស់លោកនាយករដ្ឋមន្ត្រីអនុทิនឆាន់វីរកុលបានតាមពីក្រោយដោយសម្លេងចំនួន 22.6% ដែលផ្លាស់ប្ដូរតិចតួចគឺពី22កន្លក់សញ្ញា 3% ចឹងបានន័យថាគណៈបករបស់លោកអនុทิនឡើងតិចបាទឡើងតែឡើងតិចតែប៉ុណ្ណោះការបោះឆ្នោតនៅថ្ងៃទី8ខែកុម្ភៈគឺជាការប្រកួតប្រជែងគ្នារវាងគណៈបកប្រជាជនដែលជាបកនិយមកំណែទម្រង់ហើយដែលបន្តពីគណៈបកមុនបាទដែលបានឈ្នះក្នុងការបោះឆ្នោតនោះប៉ុន្តែត្រូវបានគេរារាំងមិនឲ្យបង្កើតរដ្ឋាភិបាលគឺនឹងប្រកួតជាមួយនឹងគណៈបកអភិរក្សនិយមរបស់នាយករដ្ឋមន្ត្រីអនុทิននឹងហើយគណៈបករបស់លោកអនុทิននឹងគឺត្រូវបានគេមើលឃើញថាមានការគ្រប់គ្រងពីស្ថាប័នយោធានិងរាជានិយមនៅក្នុងប្រទេសគ្មានគណៈបកណាមួយត្រូវបានគេរំពឹងថានឹងឈ្នះដោយសម្លេងភាគច្រើនដាច់ខាតដោយបង្កើតរដ្ឋាភិបាលតែឯងនោះទេដែលធ្វើឲ្យការចរចាដើម្បីបង្កើតសម្ព័ន្ធភាពរដ្ឋាភិបាលចម្រុះគឺជារឿងជៀសមិនរួចនៅក្នុងប្រព័ន្ធបោះឆ្នោតមួយដែលបានធ្វើឡើងបាទដើម្បីបង្កើតរដ្ឋាភិបាលឲ្យមានស្ថិរភាពមួយក៏ប៉ុន្តែมันអាចធ្វើបានចាប់តាំងពីការបោះឆ្នោតតាំងពីឆ្នាំ2023មកគណៈបកភឿថៃដែលគ្រប់គ្រងដោយអតីតនាយករដ្ឋមន្ត្រីដ៏មានឥទ្ធិពលគឺលោកថាក់ស៊ីនស៊ីណាវ៉ាត់កំពុងឈរនៅលំដាប់ទី3ដោយទទួលបានសម្លេងគ្រប់គ្រងប្រហែលជា 16.2% ដោយដាក់គណៈបកនេះជាអ្នកដែលស្នងតំណែងដ៏មានសក្តានុពលគណៈដែលគណៈបកប្រជាធិបតេយ្យដែលជាប្លុកនយោបាយចំណាស់ជាងគេបំផុតរបស់ប្រទេសតាមពីក្រោយដោយទទួលបានសម្លេង 13.2% ចឹងគណៈបករបស់លោកអភិសិទ្ធវិជ្ជាជីវ៉ាបាទគឺទទួលបាន 13.2% គណៈបកហ្នឹងគឺមិនដែលបានឈ្នះគេទេឈ្នះដោយសារតែរូបមន្តអ្វីការចងសម្ព័ន្ធមិត្តជាច្រើនទេអញ្ចឹងដូច្នេះបើតាមការស្ទង់មតិរបស់ NIDA គឺគណៈបកលោកថាក់ស៊ីននៅលំដាប់លេខ3ឯណោះការស្ទង់មតិនឹងធ្វើឡើងទៅលើអ្នកបោះឆ្នោតចំនួន 2,500 នាក់នៅទូទាំងប្រទេសក៏បានបង្ហាញផងដែរថាមេដឹកនាំគណៈបកប្រជាជនលោកណាត់ផងរឿងបញ្ញវុត្តបាទរឿងបញ្ញវុត្តជាបេក្ខជននាយករដ្ឋមន្ត្រីដែលគេពេញចិត្តបំផុតដោយមានការគ្រប់គ្រងរហូតដល់ 29.1% គឺនាំមុខលោកអនុทิនដែលមានចំនួន 22.2% ចំណែកអ្នកបោះឆ្នោតដែលមិនទាន់សម្រេចចិត្តគឺបានធ្លាក់ចុះដែលបង្ហាញថាមតិរបស់ប្រជាពលរដ្ឋឥឡូវនេះកំពុងតែរឹងមាំហើយគេបានសម្រេចចិត្តរួចហើយមុនពេលការបោះឆ្នោតឈានចូលមកដល់ប៉ុន្តែការស្ទង់មតិដាច់ដライមួយទៀតដោយសាកលវិទ្យាល័យសួនដុសិតបានឆ្លុះបញ្ចាំងពីនិន្នាការស្តៀងគ្នានេះដែរដោយគ្រាន់តែដាក់ថាគណៈបកប្រជាជននឹងទទួលបានការគ្រប់គ្រងរហូតដល់ 36% បាទក្នុងចំណោមអ្នកដែលខាងវិទ្យាស្ថាននេះសាកលវិទ្យាល័យនេះសាកសួរចំនួន 26,000 នាក់បាទអញ្ចឹងបានន័យថា sample សំណាក់ដែលគាត់យកមកសួរនេះគឺច្រើនជាងរបស់ NIDA បាទគឺចំនួន 26,000 នាក់គឺបង្ហាញថាគណៈបកប្រជាជនទទួលបានសម្លេង 36%
ហើយគណៈបកភឿថៃស្ថិតនៅក្នុងលំដាប់លេខ2រីឯគណៈបកភូមិใจថៃស្ថិតនៅក្នុងលំដាប់លេខ3បាទនេះគឺជាការស្ទង់មតិផ្សេងមួយទៀតអញ្ចឹងតើលទ្ធផលយ៉ាងណាគឺយើងនឹងរងចាំមើលដែរពីព្រោះតាមធម្មតាការស្ទង់មតិមួយចំនួនគឺក៏ត្រូវពេលខ្លះក៏មិនត្រូវដែរជាពិសេសការស្ទង់មតិតាក់ទងជាមួយនឹងការបោះឆ្នោតនៅអាមេរិកហ្នឹងនៅអាមេរិកផងណាតាក់ទងជាមួយនឹងលោកត្រាំគឺមិនដែរត្រូវទេបាទស្ទង់មតិលើកណាក៏លោកត្រាំចាញ់រហូតតែបោះឆ្នោតគាត់ឈ្នះបាទអញ្ចឹងគាត់ឲ្យប្រិមិត្តចងចាំការវិភាគរបស់អ្នកវិភាគក្តីគ្រាន់តែជាគំនិតរបស់គាត់នឹងមួយទេមិនមែនជាគម្ពីរទេការធ្វើស្ទង់មតិនឹងក៏ដោយក៏វាមិនមែនសុក្រិត 100% ដែរវាអាស្រ័យទៅលើគេហៅថាសំណាក់អញ្ចឹងគេហៅថាសំណាក់ភាសាខ្មែរណា sample ហ្នឹងបើចាប់ចំមនុស្សដែលនិយមគណៈបកណាមួយច្រើនអញ្ចឹងទៅឃើញដូចសម្លេងគណៈបកនឹងឡើងបាទប៉ុន្តែ sample ដែលគេធ្វើភាគច្រើនអត់សូវខុសនោះគឺ sample នៅស្ថានីយ៍បោះឆ្នោតនៅអាមេរិកគឺពីអ្នកចេញបោះឆ្នោតអញ្ចឹង4ក៏យកមួយនឹងភាគច្រើនអត់សូវខុសប៉ុន្តែស៊ីសងលើមណ្ឌលនឹងដែរមណ្ឌលនឹងបើសិនជាមណ្ឌលនឹងមានគណៈបកដូចថាមណ្ឌលមួយចំនួនមានគណៈបកតែគណៈបកប្រជាធិបតេយ្យដាក់ទៅច្រើនអានឹងក៏ពិបាកដែរអញ្ចឹងណាបាទអញ្ចឹងដូច្នេះនិយាយដោយសរុបទៅការស្ទង់មតិគ្រាន់តែជាការមួយបង្ហាញនៅជាគំនិតខ្លះក៏ប៉ុន្តែមិនត្រូវ 100% ក៏ប៉ុន្តែក៏មិនខុសឆ្ងាយនោះដែរបាទអញ្ចឹងនេះគឺជាព័ត៌មានសំខាន់ដែលខ្ញុំរៀបចំជូនប្រិយមិត្តទាំងអស់គ្នាអញ្ចឹងស្អែកអាចនឹងមានតទៀតដែរណាបើសិនជាមានការវិវត្តអ្វីថ្មីទៀតទាក់ទងជាមួយនឹងកម្ពុជានិងថៃសូមជម្រាបសួរប្រិយមិត្តទាំងអស់គ្នាបាទសូមស្វាគមន៍ចូលមកក្នុងកម្មវិធីបច្ចុប្បន្នភាពអាមេរិកាំងបាទនៅពេលនេះគឺថ្ងៃសុក្រទី30ខែមករាឆ្នាំ2026នៅឡើយទេណានៅក្នុងសហរដ្ឋអាមេរិកនេះគឺពេលយប់ម៉ោងនៅតំបន់រដ្ឋធានី Washington គឺម៉ោង8:05នាទីបាទ8:05នាទីយប់ទៅហើយបាទនៅកម្ពុជាហ្នឹងគឺថ្ងៃសៅរ៍ណាថ្ងៃសៅរ៍ទី31ទៅហើយខែមករាវិញដាច់ខែទៀតហើយបាទវិលដាច់ខែមួយខែទៀតបាត់ទៅហើយបាទនៅក្នុងកម្មវិធីបច្ចុប្បន្នភាពអាមេរិកាំងនៅពេលនេះខ្ញុំសូមសម្រាប់យកព័ត៌មានសំខាន់ចំនួន5មកជម្រាបជូនប្រិយមិត្តទាំងអស់គ្នាព័ត៌មានទី1នេះគឺជាការថ្លែងរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានឲ្យដឹងថាឥឡូវនេះអ៊ីរ៉ង់បានទទួលសារនឹងអ្វីដែលសហរដ្ឋអាមេរិកចង់បានហើយបានន័យថាអ៊ីរ៉ង់ត្រូវធ្វើការសម្រេចចិត្តក្នុងពេលដែលការបង្ហាញនានាឲ្យដឹងថាអ៊ីរ៉ង់ចង់ចរចាក្នុងខណៈពេលដែលសហរដ្ឋអាមេរិកកំពុងតែបញ្ជូននាវាទៅតំបន់ក្បែរប្រទេសអ៊ីរ៉ង់កាន់តែច្រើនឡើងព័ត៌មានទី2នេះគឺមកដល់ម៉ោងនេះរដ្ឋសភារបស់សហរដ្ឋអាមេរិកបានបោះឆ្នោតគាំទ្រកញ្ចប់ថវិកាសម្រាប់ផ្ដល់មូលនិធិដល់ប្រាក់ទៅដល់រដ្ឋាភិបាលសហព័ន្ធរហូតដល់ដំណាច់ឆ្នាំសារពើពន្ធគឺនៅថ្ងៃ30ខែកញ្ញាគឺសម្រាប់ក្រសួងទាំងអស់លើកលែងតែក្រសួងសន្តិសុខមាតុភូមិមួយទេដែលនឹងទទួលបានកញ្ចប់ថវិកាតែចំនួន2សប្តាហ៍ទៀតប៉ុណ្ណោះដោយទុកពេលឲ្យអ្នកតាក់តែងច្បាប់អាមេរិកាំងពិភាក្សាគ្នាចាត់វិធានការយ៉ាងណាដើម្បីឲ្យប៉ូលីសអន្តោប្រវេសន៍អាយធ្វើការងារឲ្យមានតម្លាភាពជាងពេលបច្ចុប្បន្ននេះព័ត៌មានទី3គឺអ្នកពិធីករសារព័ត៌មាន CNN ដល់ល្បីឈ្មោះបាទជាអតីតបាទដល់ល្បីឈ្មោះគឺលោក Don Lemon ត្រូវបានប៉ូលីសនៅទីក្រុង Los Angeles ចាប់ខ្លួននៅថ្ងៃនេះក៏ប៉ុន្តែមកដល់ម៉ោងផ្សាយនេះគឺត្រូវបានដោះលែងមកវិញហើយពាក់ព័ន្ធនឹងការចោទប្រកាន់ថាលោកបានចូលរួមនៅក្នុងបាតកម្មនៅព្រះវិហារមួយដែលគេបានធ្វើឡើងដើម្បីប្រឆាំងនឹងការអនុវត្តច្បាប់របស់ប៉ូលីសអន្តោប្រវេសន៍អាយក៏ប៉ុន្តែលោក Don Lemon បានបញ្ជាក់ថាលោកទៅទីនោះក្នុងនាមជាអ្នកសារព័ត៌មានទេមិនមែនជាអ្នកចូលរួមតវ៉ាធ្វើបាតកម្មនោះឡើយព័ត៌មានទី4គឺនៅចុងសប្តាហ៍នេះចាប់ផ្ដើមពីថ្ងៃសៅរ៍នេះទៅនៅសល់តែប្រមាណម៉ោងទៀតទេគឺប្រជាពលរដ្ឋប្រមាណជា190លាននាក់របស់សហរដ្ឋអាមេរិកនឹងរងផលប៉ះពាល់នៃព្យុះទឹកកកជុំទី2ទៀតហើយដែលនឹងចាប់ផ្ដើមនៅថ្ងៃសៅរ៍រហូតដល់
ព្រឹកថ្ងៃអាទិត្យសម្រាប់តំបន់ម្ដុំរដ្ឋធានី Washington នៅភាគខាងត្បូងហើយបន្ទាប់ពីនោះទៅខាង Massachusetts គឺចាប់ផ្ដើមពីល្ងាចថ្ងៃអាទិត្យដល់ថ្ងៃច័ន្ទដូច្នេះសូមប្រិមិត្តតាមស្ដាប់រងចាំស្ដាប់តើតំបន់ណាប៉ះពាល់យ៉ាងដូចម្ដេចព័ត៌មានទី5នេះគឺជាសេចក្តីរាយការណ៍របស់សារព័ត៌មាន The Independent បានបញ្ជាក់ឲ្យដឹងថាប្រទេសកូរ៉េខាងត្បូងបានសុំទោសចំពោះពលករកម្ពុជាដែលបានស្លាប់បាត់បង់ជីវិតដោយសារតែសម្រាកនៅក្នុងកន្លែងដែលឲ្យកម្មករសម្រាកនោះគឺមានអាកាសធាតុត្រជាក់ខ្លាំងហើយមិនមានកម្ដៅគ្រប់គ្រាន់ដែលឲ្យបណ្ដាលឲ្យគាត់ស្លាប់បាត់បង់ជីវិតឥឡូវនេះតុលាការបានបញ្ជាឲ្យរដ្ឋាភិបាលសងទៅក្រុមគ្រួសារជនរងគ្រោះនោះហើយបាទនេះជាព័ត៌មានសំខាន់ដែលខ្ញុំរៀបចំសម្រាប់ប្រិយមិត្តទាំងអស់គ្នាហើយបើសិនជាមានឱកាសមិនមែននៅក្នុងកម្មវិធីនេះទេប៉ុន្តែនៅក្នុងពេលថ្ងៃស្អែកខ្ញុំបានព័ត៌មានគ្រប់គ្រាន់គឺជាការវិភាគរបស់វិទ្យាស្ថានសិក្សាអំពីសង្គ្រាមអំពីមូលហេតុនៃការដកមេតបកំពូលទាំងពីររបស់ប្រទេសចិនប៉ុន្តែមិនទាន់ច្បាស់ 100% នៅឡើយទេគ្រាន់តែជាការវិភាគទៅតាមប្រភពព័ត៌មានដែលវិទ្យាស្ថានសិក្សាអំពីសង្គ្រាមទទួលបានហើយតើវានឹងមានផលប៉ះពាល់យ៉ាងណាទៅលើបញ្ហាតៃវ៉ាន់និងទំនាក់ទំនងជាមួយនឹងប្រចាំប្រទេសបាទខ្ញុំខិតខំស្រាវជ្រាវនេះដើម្បីឆ្លើយតបទៅនឹងអ្វីដែលប្រិយមិត្តបានមកសួរពីព្រោះក្នុងពេលកន្លងមកថ្មីនេះមានអ្នកយកព័ត៌មានប្រភេទចាចាមរាមនឹងយកមកផ្សាយរបៀបដូចជាពិតអញ្ចឹងគឺថាមានរដ្ឋប្រហារការពិតមិនមែនទេបាទចឹងនេះគឺជាកម្មវិធីសំខាន់ណាព័ត៌មានសំខាន់ដែលខ្ញុំរៀបចំជូនប្រិយមិត្តទាំងអស់គ្នាព័ត៌មានទី1បាទនៅក្នុងព័ត៌មានទី1នេះគឺពាក់ព័ន្ធជាមួយនឹងការវិវត្តរវាងសហរដ្ឋអាមេរិកជាមួយនឹងប្រទេសអ៊ីរ៉ង់លោកប្រធានាធិបតី Donald Trump បាននិយាយថាអ៊ីរ៉ង់បានទទួលលក្ខខណ្ឌរបស់សហរដ្ឋអាមេរិករួចហើយខណៈដែលនាឡិកាកំពុងតែដើរទៅមុខយឺតសម្រាប់សហរដ្ឋអាមេរិករៀបចំការវាយប្រហារយោធាបាទលោកប្រធានាធិបតីបានថ្លែងដូចនេះនៅថ្ងៃសុក្រនេះដោយបានបញ្ជាក់ថាគឺមានការតាក់ទងគ្នាដោយផ្ទាល់ជាមួយនឹងខាងភាគីអ៊ីរ៉ង់បាទហើយក្នុងពេលដែលបាទអ៊ីរ៉ង់ពេលនេះក៏បង្ហាញឲ្យដឹងថាមានចេតនានៅក្នុងការចរចាជាមួយនឹងសហរដ្ឋអាមេរិកអំពីកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនផងដែរនៅពេលដែលអ្នកសារព័ត៌មានសួរថាតើអ៊ីរ៉ង់ប្រឈមនឹងពេលវេលាកំណត់ជាក់លាក់ណាដែលសហរដ្ឋអាមេរិកដាក់ជូនដើម្បីឲ្យធ្វើការសម្រេចចិត្តឬទេមុននឹងសហរដ្ឋអាមេរិកបើកការវាយប្រហារនោះលោកប្រធានាធិបតីបានបញ្ជាក់ថាពីរឿងពេលវេលាកំណត់ជាក់លាក់ហ្នឹងគឺសហរដ្ឋអាមេរិកបានប្រាប់ទៅអ៊ីរ៉ង់រួចហើយអ៊ីរ៉ង់ឥឡូវនេះដឹងហើយថាសហរដ្ឋអាមេរិកទុកពេលឲ្យប៉ុណ្ណាក្នុងការធ្វើការសម្រេចចិត្តមុននឹងសហរដ្ឋអាមេរិកចាត់វិធានការគឺការជម្រាបជូននេះក្នុងលក្ខណៈជាឯកជនមិនមែនជាលិខិតជាផ្លូវការនោះទេលោកប្រធានាធិបតីបានបន្ថែមថាឥឡូវនេះមានតែខាងអ៊ីរ៉ង់ទេដែលដឹងច្បាស់ថាអ្វីទៅដែលសហរដ្ឋអាមេរិកចង់បានដោយបញ្ជាក់ថាគឺឥឡូវនេះសារបានបញ្ជូនអស់ហើយទៅដល់មេដឹកនាំរបស់អ៊ីរ៉ង់លោកប្រធានាធិបតីត្រាំក៏បានភ្ជាប់វត្តមានកងទ័ពជើងទឹករបស់សហរដ្ឋអាមេរិកដែលកំពុងតែបង្កើនយ៉ាងច្រើននៅក្នុងតំបន់នេះទៅនឹងការដែលត្រូវបើកប្រតិបត្តិការដោយលោកថាគឺនាវាចម្បាំងរបស់សហរដ្ឋអាមេរិកគឺត្រូវតែបើកទៅកន្លែងណាមួយគឺជារឿងមួយដែលមានផែនការគឺអាចនឹងបើកទៅជិតប្រទេសអ៊ីរ៉ង់ផងដែរខណៈពេលដែលទីក្រុង Washington កំពុងតែថ្លឹងថ្លែងនៅជំហានបន្ទាប់របស់ខ្លួនថាតើត្រូវចាត់វិធានការបែបណារដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់វិញគឺលោក Abbas Araghchi បាននិយាយនៅថ្ងៃសុក្រនេះដែរថាអ៊ីរ៉ង់បានត្រៀមខ្លួនជាស្រេចដើម្បីពិភាក្សាអំពីកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនជាមួយនឹងសហរដ្ឋអាមេរិកដោយស្មើភាពគ្នាទីក្រុង Washington បានបង្កើនសម្ពាធយ៉ាងយោធាកាន់តែខ្លាំងឡើងនៅតំបន់មជ្ឈិមបូព៌ាចំពេលមានការសង្ស័យកាន់តែខ្លាំងឡើងអំពីឆន្ទៈរបស់ទីក្រុងតេហឺរ៉ង់ក្នុងការទទួលយកតាមការកំណត់ដែលសហរដ្ឋអាមេរិកដាក់ទៅលើមហិច្ឆតានុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់
សហរដ្ឋអាមេរិកបានទទូចជាយូរមកហើយថាអ៊ីរ៉ង់ត្រូវតែបោះបង់ចោលនៅសមត្ថភាពក្នុងការបង្កើនសារធាតុអ៊ុយរ៉ាញ៉ូមដែលជាវត្ថុធាតុដើមដែលប្រើសម្រាប់ផលិតអាវុធនុយក្លេអ៊ែរខណៈដែលអ៊ីរ៉ង់អះអាងថាខ្លួនមិនដែលបន្តផលិតគ្រាប់បែកនោះទេហើយនិយាយថាកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនគឺសម្រាប់គោលបំណងធម្មពលស៊ីវិលតែប៉ុណ្ណោះលោកអារ៉ាជីក៏បាននិយាយថាមិនទាន់មានកិច្ចប្រជុំណាមួយត្រូវបានគ្រោងទុកជាមួយនឹងមន្ត្រីសហរដ្ឋអាមេរិកនៅឡើយទេប៉ុន្តែគឺបានបើកទ្វារចំហសម្រាប់ការចរចាក្រោមលក្ខខណ្ឌដែលមានការកំណត់យ៉ាងជាក់លាក់បាទនេះជាព័ត៌មានទី1ព័ត៌មានទី2នេះបាទព័ត៌មានទី2នេះគឺជាសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP គឺបើយោងតាមសារព័ត៌មាន AP បានឲ្យដឹងថានៅមុននេះបន្តិចគឺព្រឹទ្ធសភារបស់សហរដ្ឋអាមេរិកបានបោះឆ្នោតហើយនៅថ្ងៃសុក្រនេះដើម្បីផ្ដល់មូលនិធិដល់រដ្ឋាភិបាលសហព័ន្ធទៅលើទីភ្នាក់ងារក្រសួងភាគច្រើនរហូតដល់ដំណាច់ខែកញ្ញាបន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានព្រមព្រៀងជាមួយគណៈបកប្រជាធិបតេយ្យដើម្បីដកចេញនៅមូលនិធិសម្រាប់ក្រសួងសន្តិសុខមាតុភូមិនិងអនុញ្ញាតឲ្យសភាពិភាក្សាអំពីការរដ្ឋបတ်ថ្មីលើការវិឆ្មក់របស់ប៉ូលីសអន្តោប្រវេសន៍នៅទូទាំងសហរដ្ឋអាមេរិកដោយការបិទទ្វារនៅចុងសប្តាហ៍នេះជិតមកដល់គឺលោកត្រាំបានព្រមព្រៀងដល់កម្រជាមួយនឹងគណៈបកប្រជាធិបតេយ្យនៅព្រឹទ្ធសភាកាលពីថ្ងៃប្រហ័សបន្ទាប់ពីការស្លាប់របស់អ្នកតវ៉ា2នាក់នៅក្នុងដៃភ្នាក់ងារសហព័ន្ធនៅក្នុងទីក្រុង Minneapolis ក្រោមកិច្ចព្រមព្រៀងនេះថាវិការសម្រាប់ក្រសួងសន្តិសុខមាតុភូមិនឹងបន្តនៅកម្រិតបច្ចុប្បន្ននេះសម្រាប់រយៈពេល2សប្តាហ៍ខាងមុខទៀតខណៈដែលអ្នកតាក់តែងច្បាប់ដោះស្រាយតាមការទាមទាររបស់គណៈបកប្រជាធិបតេយ្យដើម្បីឲ្យប៉ូលីសអន្តោប្រវេសន៍អាចដោះស្បៃមុខចេញពីព្រោះបច្ចុប្បន្នពួកគាត់ធ្វើប្រតិបត្តិការដោយពាក់ស្បៃមុខបាទពាក់ម៉ាស់ឥឡូវនេះគឺរួមមានការទាមទារឲ្យដោះម៉ាស់ចេញទាមទារឲ្យមានដីកាតុលាការត្រឹមត្រូវមុននឹងអនុវត្តការងារចាប់អ្នកណាម្នាក់និងក៏អនុញ្ញាតឲ្យអាជ្ញាធរមូលដ្ឋានជួយស៊ើបអង្កេតករណីណាមួយដែលបានកើតមានឡើងផងដែរបាទនេះជាតម្រូវការដែលខាងគណៈបកប្រជាធិបតេយ្យបានស្នើឡើងលោកត្រាំបាននិយាយថាលោកមិនចង់ឲ្យមានការបិទទ្វាររដ្ឋាភិបាលទេហើយបានលើកទឹកចិត្តដល់សមាជិកសភានិងប្រសិទ្ធិនៃគណៈបកទាំងពីរឲ្យបោះឆ្នោតយល់ព្រមដោយសម្លេងគាំទ្រពីគណៈបកទាំងពីរគឺជាការមួយចាំបាច់ខ្លាំងណាស់នៅពេលដែលប្រសិទ្ធិអនុម័តសេចក្តីព្រាងច្បាប់នេះគឺទៅបញ្ជូនបន្តទៅរដ្ឋសភារបស់សហរដ្ឋអាមេរិកក៏ប៉ុន្តែពេលនេះគឺរដ្ឋសភាសហរដ្ឋអាមេរិកកំពុងតែសម្រាប់វ៉ាកងសម្រាប់វិសមកាលរហូតទៅដល់ថ្ងៃច័ន្ទឯណោះបានត្រឡប់មកវិញដូច្នេះមានន័យថារដ្ឋាភិបាលសហព័ន្ធអាចនឹងបិទទ្វារបន្តិចដែរក្នុងរយៈពេលប្រហែលថ្ងៃជាបណ្ដោះអាសន្ននៅចុងសប្តាហ៍នេះរហូតតតែខាងរដ្ឋសភាត្រឡប់មកចូលធ្វើការវិញនៅថ្ងៃច័ន្ទក៏មានការជំទាស់ពីខាងសមាជិកប្រសិទ្ធិសាធារណរដ្ឋផងដែរបន្ទាប់ពីកិច្ចព្រមព្រៀងរវាងលោកប្រធានាធិបតី Donald Trump ជាមួយនឹងខាងគណៈបកប្រជាធិបតេយ្យកាលពីថ្ងៃប្រហ័សនោះអញ្ចឹងហើយបានជាធ្វើឲ្យការអនុម័តសេចក្តីព្រាងច្បាប់ថាវិការនេះគឺមានការពន្យាពេលបាទដោយសារតែត្រូវការពិភាក្សាគ្នាដេញដោលជាបន្ថែមទៀតជាពិសេសនៅក្នុងរយៈពេល2សប្តាហ៍ខាងមុខនៅក្នុងសន្ទរកថាដ៏ក្តៅគគុកមួយគឺលោក Lindsey Graham ដែលជាសមាជិកប្រសិទ្ធិមកពីរដ្ឋ South Carolina និងជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់លោកប្រធានាធិបតី Donald Trump នោះបានព្រមានថាគណៈបក្សសាធារណរដ្ឋមិនគួរផ្ដល់ធ្វើសម្បទានច្រើនពេកទេទៅដល់ខាងគណៈបកប្រជាធិបតេយ្យក៏ប៉ុន្តែទោះបីជាយ៉ាងនេះក៏ដោយក៏សមាជិកប្រសិទ្ធិនៃគណៈបកសាធារណរដ្ឋមួយចំនួនបានយល់ស្របថាការធ្វើប្រតិបត្តិការផ្លាស់ប្ដូររបៀបធ្វើការរបស់ប៉ូលីសអន្តោប្រវេសន៍ស្អែកគឺជាការចាំបាច់បាទទោះបីជាពួកគេមិនទំនងជានឹងយល់ស្របតាមសំណើទាំងអស់របស់ខាងគណៈបកប្រជាធិបតេយ្យក៏ដោយក៏ប៉ុន្តែពីរឿងប្រតិបត្តិការរបស់ខាងប៉ូលីសអន្តោប្រវេសន៍ស្អែកនោះគឺត្រូវតែមានការកែប្រែពីព្រោះរូបភាពដែលបានឃើញនាពេលបច្ចុប្បន្ននេះគឺវាមានលក្ខណៈធ្ងន់ធ្ងរ
ព័ត៌មានទី3គឺជាសេចក្តីរាយការណ៍របស់សារព័ត៌មាន New York Times Washington Post គឺច្រើនមកបានរាយការណ៍ជាច្រើនគឺតាក់ទងជាមួយនឹងអតីតពិធីករទូរទស្សន៍ដ៏ល្បីម្នាក់គឺលោក Don Lemon បាទគាត់ជាអតីតពិធីករទូរទស្សន៍ CNN គឺត្រូវបានហើយនឹងមនុស្សចំនួន3នាក់ផ្សេងទៀតត្រូវបានចាប់ខ្លួនដោយចោទប្រកាន់ពួកគេថាបានរំលោភច្បាប់សហព័ន្ធក្នុងអំឡុងពេលតវ៉ានៅព្រះវិហារមួយនៅទីក្រុង Saint Paul រដ្ឋ Minnesota ក្នុងខែមករានេះណាបើទោះបីជាសំណុំរឿងនេះគឺត្រូវបានតុលាការបដិសេធចោលម្ដងហើយថាមិនយកមកចាត់ការជាពិសេសតាក់ទងជាមួយនឹងការចាប់ខ្លួនលោក Don Lemon នោះទេឥឡូវនេះគឺខាងតុលាការខាងអាជ្ញាធរបានចាប់ខ្លួនគាត់មកហើយក៏ប៉ុន្តែទើបតែមុននេះបន្តិចគឺត្រូវបានដោះលែងវិញដោយប្រាក់ធានាឲ្យនៅក្រៅឃុំនៅឡើយទេបាទគឺការចាប់ខ្លួនលោក Don Lemon ហើយនឹងអ្នកកាសែតម្នាក់ទៀតគឺមាននឹងអ្នកធ្វើបាតកោចំនួន2នាក់បាទកើតឡើងបន្ទាប់ពីមហាគណៈវិនិច្ឆ័យនៅក្នុងតុលាការថ្នាក់ស្រុកសហព័ន្ធក្នុងរដ្ឋ Minnesota ចោទប្រកាន់ពួកគេពីបទគប់គិតគ្នាដើម្បីដកហូតសិទ្ធិរបស់អ្នកចូលរួមព្រះវិហារនិងជាតិជ្រែកសេរីភាពសាសនានៅក្នុងទីសក្ការៈបូជាការចោទប្រកាន់នេះក៏បានធ្វើឡើងលើអ្នកតវ៉ា3អ្នកផ្សេងទៀតដែលបានចូលរួមក្នុងសកម្មភាពតវ៉ានៅព្រះវិហារ CD កាលពីថ្ងៃទី18ខែមករាហើយត្រូវបានឃុំខ្លួនកាលពីជាង1សប្តាហ៍មុនបន្ទាប់ពីត្រូវបានចោទប្រកាន់នៅក្នុងពាក្យបណ្ដឹងព្រហ្មទណ្ឌដំបូងការចោទប្រកាន់ទំនងជាប្រឈមមុខនឹងការជំទាស់ពីមេធាវីការពីក្តីដោយឈរលើមូលដ្ឋានវិសោធនកម្មទី1ដោយសារតែការតវ៉ានយោបាយស្ថិតនៅជាចំណុចកណ្ដាលនៃការចោទប្រកាន់នោះហើយលោក Lemon និងអ្នកកាសែតម្នាក់ទៀតបាទត្រូវបានចោទប្រកាន់ដែរគឺអ្នកស្រី Georgia Ford បាននិយាយថាពួកគេចូលទៅក្នុងព្រះវិហារនោះដើម្បីរាយការណ៍អំពីបាតកម្មទេគឺមិនមែនទៅធ្វើបាតកម្មទេគឺពេលនោះមានបាតកម្មប្រឆាំងនឹងពលានតោប្រវេសអាយហើយពួកអស់លោកស្រីនោះទៅចូលរួមដើម្បីយកព័ត៌មានបាទអញ្ចឹងនេះគឺជាសិទ្ធិរបស់អ្នកសារព័ត៌មាននៅក្នុងការធ្វើការក៏ប៉ុន្តែបែរជាអាជ្ញាធរចោទថាគាត់មានការគប់គិតគ្នាជាមួយនឹងអ្នកធ្វើបាតកម្មនោះដើម្បីយកព័ត៌មាននិងចូលរួមធ្វើបាតកម្មរំខានដល់អ្នកដែលធ្វើដំណើរទៅគោរពចូលព្រះវិហារគោរពសាសនានៅពេលនោះបាទក៏ប៉ុន្តែការប្រកែកគឺផ្សេងគ្នាណាបាទព័ត៌មានទី5នេះគឺជាទី4មកព័ត៌មានទី4នេះគឺជាសេចក្តីរាយការណ៍របស់សារព័ត៌មាន Washington Post បាទ Washington Post បានឲ្យដឹងថាព្យុះមួយដែលមានឈ្មោះថា Nor'easter គឺជាព្យុះដ៏ខ្លាំងក្លាមួយនឹងនាំបញ្ចូលគ្នានៅគ្រោះថ្នាក់ច្រើនដែលមានដូចជាព្រិលធ្លាក់ខ្លាំងសីតុណ្ហភាពចុះត្រជាក់ខ្លាំងហើយមានខ្យល់បក់បោកខ្លាំងមានទឹកជំនន់តាមឆ្នេរសមុទ្រពីភាគអាគ្នេយ៍ដល់រដ្ឋ New England នៅចុងសប្តាហ៍នេះបាទអញ្ចឹងគឺសប្តាហ៍មុនបានជួបម្ដងហើយនៅតំបន់រដ្ឋធានី Washington និងតំបន់ច្រើននៅភាគខាងកើតនេះប៉ះពាល់ដល់មនុស្ស230លាននាក់ឥឡូវនៅថ្ងៃស្អែកនេះចាប់ផ្ដើមនេះគឺតាមការព្យាករណ៍គឺប៉ះពាល់មនុស្សនៅទូទាំងសហរដ្ឋអាមេរិករហូតទៅដល់ប្រហែលជា190លាននាក់ដែលឥឡូវនេះកំពុងតែរងការព្រមានតាក់ទងជាមួយនឹងអាកាសធាតុនេះហើយនឹងការធ្លាក់ព្រិលនៅថ្ងៃស្អែកចាប់ផ្ដើមថ្ងៃស្អែកនេះទៅគឺអាកាសធាតុដ៏អាក្រក់ដែលមានការជាព្យុះនេះត្រូវបានគេរំពឹងថានឹងឆ្លងកាត់ភាគខាងកើតរដ្ឋ Georgia តំបន់នៃរដ្ឋ Carolinas និងភាគខាងត្បូងរដ្ឋ Virginia ចាប់ពីថ្ងៃសៅរ៍រហូតដល់ព្រឹកថ្ងៃអាទិត្យមុនពេលអាកាសធាតុនឹងព្យុះនោះបានវាយប្រហារទៅតំបន់ខាងកើតរដ្ឋ Massachusetts ចាប់ពីថ្ងៃអាទិត្យដល់ថ្ងៃច័ន្ទនៅតំបន់នោះគឺមានព្យុះបាននៅយប់ថ្ងៃសៅរ៍ជាមួយនឹងមានការធ្លាក់ព្យុះព្រិលនិងព្យុះត្រូពិកដែលអាចនឹងបំផ្លិចបំផ្លាញមានលក្ខណៈបំផ្លិចបំផ្លាញខ្លាំងហើយក៏មានរលកធំនៅតាមសមុទ្រផងដែរហើយក៏មានសក្តានុពលដែលថាអាចនឹងមានទឹកជំនន់កម្ពស់ពីកន្លះម៉ែត្រទៅជាង1ម៉ែត្រផងដែរដែលមានលក្ខណៈគ្រោះថ្នាក់បាទជាពិសេសនៅរដូវទឹកឡើងខ្ពស់នៅអាចនឹងមានទឹកឡើងខ្ពស់នៅល្ងាចថ្ងៃសៅរ៍និងព្រឹកថ្ងៃអាទិត្យ
ខណៈដែលផ្នែកនៅខាងទីក្រុង Washington ដល់ទីក្រុង New York ត្រូវបានគេរំពឹងថានឹងមិនរងផលប៉ះពាល់ខ្លាំងទេនោះគឺតំបន់នៅភាគខាងកើតនឹងរងផលប៉ះពាល់យ៉ាងខ្លាំងដែលមានខ្យល់បក់ខ្លាំងនិងព្រើធ្លាក់ខ្លាំងបកតាមច្រករបៀងឆ្នេរសមុទ្រពីភាគអាគ្នេយ៍រដ្ឋ Virginia ដល់រដ្ឋ Massachusetts នៅផ្នែកខាងត្បូងវិញសូម្បីតែរដ្ឋ Florida ក៏អាចនឹងមានព្រើធ្លាក់ដល់កម្រដែលបង្កឡើងដោយបាទនៅតំបន់ឈូងសមុទ្រ Mexico ក៏ដូចជាមានភាពត្រជាក់ខ្លាំងមិនធ្លាប់មានពីមុនមកដែរបាទអញ្ចឹងសម្រាប់ប្រិមិត្តដែលបានស្ដាប់ព័ត៌មាននេះសូមចែករំលែកបន្តផងបាទជាពិសេសចាស់ណាឲ្យគាត់នៅសម្រាប់នៅក្នុងផ្ទះដាក់កម្ដៅដាក់ឲ្យគាត់បាទគឺនៅពេលកន្លងមកកាលពីរដូវក្តៅគឺមានក្តៅខ្លាំងណារហូតដល់មានចាស់ខ្លះមានការព្រួយបារម្ភខ្លាចប៉ះពាល់សុខភាពគាត់ឥឡូវនេះរដូវត្រជាក់ម្ដងបាទចាស់បារម្ភដែរបាទគឺគាត់ត្រជាក់ខ្លាំងគាត់បដិទ្រាំបានអញ្ចឹងឲ្យភួយឲ្យគាត់ក្រាស់ហើយនឹងដាក់កម្ដៅឲ្យគាត់ផងណាកុំធ្វើប្រហែសធ្វើប្រហែសមួយផ្លែតអាចនឹងមានគ្រោះថ្នាក់ដែលដូចជាករណីទី5នេះអញ្ចឹងបាទនេះគឺជាករណីទីនេះជារឿងទី5តកតទៅនឹងអាកាសធាតុត្រជាក់នឹងឯងបាទខ្ញុំសូមដកស្រង់ពីសារព័ត៌មាន Independent ដែលបានរាយការណ៍នៅថ្ងៃនេះគឺបានឲ្យដឹងថាឥឡូវនេះគឺក្រសួងការងាររបស់កូរ៉េខាងត្បូងបានចេញសេចក្តីថ្លែងការណ៍សុំទោសដល់ក្រុមគ្រួសារកម្មករពលករកម្ពុជា ម្នាក់ដែលបានស្លាប់នៅក្នុងអន្តេវាសិកដ្ឋានផ្ទះកញ្ចក់ដែលឲ្យពួកគាត់ស្នាក់នៅបណ្ដោះអាសន្នការសុំទោសនេះកើតមានឡើងបន្ទាប់ពីតុលាការកំពូលកាលពីថ្ងៃប្រហ័សបានគ្រប់គ្រងសាលក្រមរបស់តុលាការជាន់ទាបដែលរកឃើញថារដ្ឋាភិបាលត្រូវតែទទួលខុសត្រូវនិងណែនាំឲ្យបង់ប្រាក់ចំនួន10លានវ៉ុនបាទ10លានវ៉ុនខ្ទង់ប្រមាណជា6000ជិត$7000សហរដ្ឋអាមេរិកដល់ឪពុកម្ដាយរបស់ពលករម្នាក់នោះជនរងគ្រោះមានឈ្មោះថានួនសុកខេងអាយុ30ឆ្នាំត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងខែធ្នូឆ្នាំ2020ចឹងសំណុំរឿងនេះ5ឆ្នាំទៅហើយនៅក្នុងផ្ទះដែលធ្វើពីជ័រ vinyl មួយដែលត្រូវបានគេប្រើដើម្បីដាក់ឲ្យពលករស្នាក់នៅក្នុងកសិដ្ឋានមួយក្នុងទីក្រុងពួយឈៀនក្នុងខេត្តខ្យុងជីនាងបានមកដល់ប្រទេសកូរ៉េខាងត្បូងដោយប្រើទឹកតការធ្វើការដែលមានរយៈពេល4ឆ្នាំមុនហើយត្រូវបានជួលឲ្យធ្វើការនៅកសិដ្ឋានដាំនិងប្រមូលផលបន្លែគេកំណត់ថានាងស្លាប់ដោយជំងឺគ្រុនថ្លើមនៅពេលគេធ្វើកសលវិច័យថាស្លាប់ដោយជំងឺគ្រុនថ្លើមក៏ប៉ុន្តែអ្នករិះគន់ថាបានលើកឡើងថាមិនមែនទេគឺជាស្ថានភាពដែលរស់នៅមិនល្អទេដែលនាងទៅប្រឈមមុខនឹងគឺជាកត្តាចម្បងដែលបណ្ដាលឲ្យនាងស្លាប់បាត់បង់ជីវិតនេះបើយោងតាមសេចក្តីរាយការណ៍របស់កាសែត Chosun Daily នាងរស់នៅក្នុងផ្ទះកញ្ចក់ vinyl បាទគឺអត់មានការឃុំឲ្យបានអាកាសធាតុត្រជាក់គឺมันអាចទប់ទល់បានគឺវាត្រជាក់ខ្លាំងនោះបាទនៅក្នុងផ្ទះនោះជាមួយនឹងពលករចំណាក់ស្រុក4នាក់ផ្សេងទៀតប៉ុន្តែនៅថ្ងៃដែលកើតហេតុនោះគឺបាននាងនៅតែម្នាក់ឯងទេនៅពេលដែលអាកាសធាតុបាទត្រជាក់ធ្លាក់ដល់ក្រោម0បាទចុះ4នាក់ទៀតគាត់អញ្ជើញទៅណាគេបានបញ្ជាក់ដែរកាលនោះដូចជាមានថាគាត់4នាក់ទៀតគាត់ទៅសម្រាប់នៅកន្លែងផ្សេងដែលសារត្រជាក់ឲ្យគាត់មិនព្រមទៅយ៉ាងម៉េចបើអ្នកណាដឹងរឿងនេះជួយបន្ថែមផងបាទនេះសារព័ត៌មានគាត់រីកាទៅប៉ុណ្្នឹងបើទោះបីជារដ្ឋាភិបាលបានសន្យាម្ដងហើយម្ដងទៀតថានឹងហាមឃាត់ការប្រើប្រាស់ផ្ទះកញ្ចក់ vinyl ជ័រហ្នឹងជ័រ vinyl ហ្នឹងបាទនឹងជំរកបណ្ដោះអាសន្នផ្សេងទៀតជាលំនៅឋានសម្រាប់កម្មករកសិដ្ឋានចំណាក់ស្រុកក៏ដោយក៏ការអនុវត្តនៅតែរីករាលដាលនៅតំបន់ជនបទកូរ៉េខាងត្បូងដែលបណ្ដាលមកពីកង្វះខាតកម្លាំងពលកម្មដ៏រ៉ាំរ៉ៃនិងកង្វះកន្លែងស្នាក់នៅដែលមានតម្លៃសមរម្យនិងអនុលោមទៅស្របទៅតាមច្បាប់ការស្ទង់មតិរបស់រដ្ឋាភិបាលឆ្នាំ2021រកឃើញថាប្រហែល 70% នៃពលករចំណាក់ស្រុកនៅក្នុងឧស្សាហកម្មកសិកម្មនិងនេសាទរស់នៅក្នុងជម្រកបណ្ដោះអាសន្នដែលផ្ដល់ដោយនយោជកដូចជាកុងតឺន័រដឹកជញ្ជូនផ្ទះកញ្ចក់និងរចនាសម្ព័ន្ធដែលផ្គុំឡើងពីបន្ទះឈើនិងផ្ទះដែលធ្វើឡើងពីបន្ទះឈើដែល
មិនមានភាពកក់ក្ដៅនោះទេក្រសួងការងាររបស់កូរ៉េខាងត្បូងកាលពីថ្ងៃប្រហោះបានសន្យាថានឹងពង្រីកការការពារដល់កម្មករបរទេសដោយពង្រឹងការត្រួតពិនិត្យដើម្បីធានាថាពួកគេមិនរស់នៅក្នុងលំនៅឋានដែលមានគុណភាពទាបនោះឡើយបាទនេះគឺជាព័ត៌មានដែលខ្ញុំចងក្រងសម្រាប់ប្រិយមិត្តទាំងអស់គ្នាហើយនៅថ្ងៃស្អែកបាទខ្ញុំនឹងធ្វើវីដេអូពន្យល់អំពីកន្លែងនេះគឺជាការស្រាវជ្រាវរបស់វិទ្យាស្ថានសិក្សាអំពីសង្គ្រាមបាទវិទ្យាស្ថានសិក្សាអំពីសង្គ្រាមនេះខ្ញុំទុកចិត្តគាត់បានបាទគឺប្រភពគាត់បានសរសេរយ៉ាងច្បាស់ពាក់ព័ន្ធជាមួយនឹងការដែលលោកស៊ីជីនពីងដកមេទ័ពកម្ពុជាចំនួន2នាក់តើមូលហេតុអ្វីកើតឡើងបានជាឈានទៅដល់ការដកនេះបាទអញ្ចឹងខ្ញុំនឹងធ្វើជូនហើយគាត់សង្ខេបជូនប្រិមិត្តគឺមិនដូចអ្វីដែលបាទប្រិមិត្តបានលើគេផ្សាយតាមបណ្ដាញសារព័ត៌មានឃើញជាភាសាអង់គ្លេសដែលគេសរសេរដើម្បីយក view មានអ្នកយកមកបកប្រែយកថតមកបន្ថែមទេណាបាទមូលហេតុទោះបីជាយ៉ាងនេះក៏ដោយខាងស្រាវជ្រាវនេះគឺមិនចាក់បានមិនបញ្ជាក់ឲ្យច្បាស់ដែរណាក៏ប៉ុន្តែបើសិនជាយើងមើលពីអ្វីដែលបានផ្សាយកន្លងមកដែលខ្ញុំមើលដែរខ្ញុំមើលជាភាសាអង់គ្លេសឃើញគេបកខ្មែរឃើញអ្នកខ្លះសរសេរតែយកទៅថតហ្នឹងឃើញគេមានអ្នកមើលច្រើនមើលរាប់សែននាក់ខ្ញុំថាពីព្រោះយើងមើលតែ3ចំណុចធំបានហើយចំណុចទី1បាទសារព័ត៌មានរឿងរដ្ឋប្រហារដឹកនាំចិនមួយបើរឿងរដ្ឋប្រហារផ្អើលសារព័ត៌មានធំនៅក្រៅស្រុកគឺផ្សាយច្បាស់ជាគេរកប្រភពតបានដើម្បីផ្សាយរឿងហ្នឹងហើយស្ងាត់ជើងអត់មានទេបាទចាំអានេះថាមិនចិនគាត់ប្រកែលាក់មែនទេបាទអញ្ចឹងវាចូលដល់ចំណុចទី2អ្នកសរសេរហ្នឹងគឺមើលគាត់សរសេរដូចជារឿងប្រឡោមលោកចឹងមានលោកស៊ីជីនពីងបានដឹងរឿងហ្នឹងហើយគាត់ភ័យបារម្ភដឹងដល់ក្នុងបេះដូងរបស់លោកស៊ីជីនពីងទេណាបើភ័យបារម្ភប៉ុន្តែគាត់ឲ្យរឿងហ្នឹងកាត់ឡើងហើយពេលអ្នកនោះទៅចាប់អីចឹងទៅគាត់ជំលះម្ដាយបងប្អូនគាត់ទៅកន្លែងណាមួយបងប្អូនគាត់ក៏ភ័យឯណាដោយកូនយ៉ាងដូចគាត់ដឹងដល់មួយផ្លែតហ្នឹងទៅដឹងដល់កន្លែងហ្នឹងក្នុងពេលដែលរឿងនឹងកើតឡើងត្រឹម48ម៉ោងទេបាទហើយក៏ដឹងច្បាស់ដោយប្រភពក្នុងកុនហ្នឹងដឹងច្បាស់ដោយរឿងសេណារីយ៉ូកុនអញ្ចឹងវាដល់កម្រិតហ្នឹងទេណាចំណុចទី2គឺ48ម៉ោងអ្នកកសែតណាក៏ដោយក៏ប្រមូលព័ត៌មានអត់ទាន់បានមកសរសេរភ្លាមអញ្ចឹងរឿងផ្ទៃក្នុងរបស់ចិនទាំងអស់ហ្នឹងបាទចំណុចទី3រឿងហ្នឹងកើតឡើងនៅថ្ងៃទី25ថ្ងៃនេះថ្ងៃ30ទៅហើយបើសិនជារដ្ឋប្រហារមិនមែនធ្វើតែ2នាក់ទេយ៉ាងតិចបំផុតមនុស្ស200នាក់ត្រូវពាក់ព័ន្ធចាប់ដាក់គុកទាំងអស់ហើយប្រមូលចងវាយខ្នោះចងខ្សែចូលគុកហើយសាមញ្ញចំណុចទី3នេះសំខាន់ណារដ្ឋប្រហារមេតបមេប្រធានាធិបតីពិភពលោកមួយដែលមានប្រជាពលរដ្ឋជាង1000លាននាក់ប៉ុន្មានធ្វើតែ2នាក់គាត់នឹងទេវាទៅមានកម្លាំងចូលរួមនឹងច្រើនមកភូភិកឬក៏មកច្រើនណាស់ចឹងដូច្នេះមិនមែនដកតែ2នាក់ទេយ៉ាងអន់បំផុតក៏ទៅចាប់វាយខ្នោះ200នាក់ឡើងដែរបាទមកដល់ពេលនេះអត់មានព័ត៌មាននឹងទេឃើញទេបាទអញ្ចឹងដូច្នេះការដែលទទួលស្ដាប់ព័ត៌មានអ្វីហ្នឹងទៅប្រយ័ត្នមែនទែនមិនមែនឃើញតែភាសាអង់គ្លេសចុះផ្សាយនៅ website ណាយើងយកទៅអូអង់គ្លេសគេផ្សាយគឺពិតហើយមិនមែនទេពីព្រោះខ្ញុំធ្លាប់មានរឿងតាក់ទងជាមួយនឹងយន្តហោះម៉ាឡេស៊ីបាទនៅប្រទេសកម្ពុជាឃើញយកបកស្រាយយកពីប្រភពខុសហ្នឹងយកទៅបកស្រាយតាមទូរទស្សន៍ផ្លូវការនៅកម្ពុជាហ្មងអ្នកវិភាគយកទៅមកដល់ម៉ោងនេះបានយើងដឹងឃើញអ្វីដែលគាត់វិភាគក្នុងពេលកន្លងមកខុសទាំងអស់គាត់វិភាគហ្នឹងគឺកាលហ្នឹងគឺមានអ្នកខ្លះវិភាគសិតតែអាមេរិកហ្នឹងគឺជាក្បួនដែលអាមេរិករៀបចំឡើងពីព្រោះពេលហ្នឹងមានដឹកជាតិអីបរិមាណណូនៅក្នុងយន្តហោះហ្នឹងឲ្យមកយកទៅអីអាមេរិកទៅចុចទៅធ្លាក់អីណាអូចាប់យកទៅដើម្បីពង្រៀងអីសពបែបយ៉ាងទាំងអស់បាទចេញមករឿងមកចាំមិនពេលខ្លះប្រភពព័ត៌មានខ្លះយើងទៅមើលប្រភពឲ្យបានច្បាស់លាស់ដើម្បីស្ដាប់មករឿងនេះផងដែរណាអញ្ចឹងខ្ញុំជឿទៅលើវិទ្យាសាស្ត្រសិក្សាពីសង្គ្រាមនេះបាទគឺខ្ញុំអាចសង្ខេបបានបន្តិចពីព្រោះចំណុចសំខាន់នៅក្នុងរឿងហ្នឹងគឺគាត់ឲ្យចំណុចសំខាន់ចំនួនខ្លះដែរមើលខ្ញុំអាចអានជូនបានគឺចំណុចសំខាន់ហ្នឹងគឺជាការមួយដែលគាត់ខំប្រឹងប្រែងហ្នឹងដើម្បីបោះសម្អាតបាទអ្នកដឹកនាំដែលជិតស្និទ្ធជាមួយនឹងគាត់ក្នុងពេលកន្លងមកដើម្បីកុំឲ្យមានអ្នកណាមួយដែលប្រឈមជាមួយនឹងអំណាចរបស់គាត់បានបាទហើយឥឡូវហ្នឹងគឺនៅក្នុងគេហៅថាគណៈកម្មាធិការយោធាមជ្ឈិមហ្នឹងគឺវាកាត់បន្ថយឲ្យនៅសល់តែ2នាក់ទេបាទ2នាក់ហ្នឹងគឺលោកម្នាក់ទៀតលោកស៊ីជីនពីងហើយម្នាក់ទៀតហ្នឹងគឺមិត្តភក្តិជិតស្និទ្ធរបស់លោកស៊ីជីនពីងហ្នឹងបាទ
ហើយអ្វីដែលគេព្រួយបារម្ភហ្នឹងគឺនៅពេលដែលដកមេដឹកនាំធំដែលមានបទពិសោធន៍អញ្ចឹងទៅគឺនៅក្នុងគណៈកម្មការយោធាមជ្ឈិមរបស់ចិនហ្នឹងអាចនៅសល់តែពួកអែបអបបាទដែលមិនហ៊ានប្រឆាំងជាមួយនឹងលោកស៊ីជីនពីងដែលអាចធ្វើឲ្យមានការគិតគូរខុសពីសកម្មភាពយោធាហើយតាមការគិតរបស់ខាងវិទ្យាស្ថានសិក្សាអំពីសង្គ្រាមនោះក៏ថាប្រហែលជាពាក់ព័ន្ធជាមួយនឹងគោលនយោបាយទំនើបកម្មយោធារបស់ចិនហើយនឹងការវាយប្រហារយកដែនកោះតៃវ៉ាន់ដែលលោកស៊ីជីនពីងដាក់ផែនការទៅធ្វើនៅឆ្នាំ2027ហើយមេតបហ្នឹងគឺលោកយ៉ាងហើយនឹងលោកលាវហ្នឹងបាទគាត់ប្រឆាំងចុងក្រោយនេះគាត់ប្រឆាំងដោយចំហតែម្ដងនៅក្នុងប្រជុំក៏គាត់ហ៊ានប្រឆាំងតែអញ្ចឹងទៅបាទលោកស៊ីជីនពីងគាត់ពិបាកសម្រេចដែរពីព្រោះលោកយ៉ាងហ្នឹងបាទគឺអញ្ចឹងមើលលោកតកូលគាត់ឈ្មោះអីលោកយ៉ាងបាទលោកយ៉ាងយូសៀនិងលាវចិនលីបាទយ៉ាងយូសៀហ្នឹងជាពិសេសលោកយ៉ាងហ្នឹងគឺជាមិត្តភក្តិតាំងពីក្មេងៗដែរហើយសេះកូនអ្នកធំដូចគ្នាទៀតបាទលោកយ៉ាងហ្នឹងកូនមេតបដែរណាកូនមេតបដែរបាទអញ្ចឹងសេះគេហៅថានៅក្នុងភាសាអង់គ្លេសគេថា Princeling គឺកូនចៅអ្នកធំដែរជំនាន់ក្រុមគាត់នៅក្នុងខេត្តជាមួយគ្នាកាន់នៅកាន់ខេត្តហ្នឹងហើយជាអ្នកសិក្សាជាមួយគ្នាលើបោះសម្បត្តិអស់ហើយបោះសម្បត្តិទីក្នុងអញ្ចឹងហើយលោកចាងហើយនិងលោកលាវហ្នឹងគឺជាអ្នកដែលមានប្រវត្តិជាទាហានដែលធ្លាប់ច្បាំងជាមួយនឹងវៀតណាមបាទអញ្ចឹងគឺអ្នកខាងក្រោយអស់ពីលោកពីរអ្នកហ្នឹងទៅគឺសុទ្ធតែអ្នកដែលមិនមានប្រវត្តិនៃការច្បាំងបាទអញ្ចឹងខ្ញុំនឹងរៀបចំបកប្រែជូនពីព្រោះវិទ្យាស្ថានសិក្សាអំពីសង្គ្រាមគាត់ទៅចេញនៅថ្ងៃនេះណាថ្ងៃនៅថ្ងៃ30ហ្នឹងបាទថ្ងៃ30ហ្នឹងបាទនេះគឺក្បួនគេដាក់នៅក្នុងនេះទេបាទថ្ងៃ30ខែមករាហ្នឹងដែលខ្ញុំទៅឃើញខ្ញុំនឹងបកប្រែជូនណាបាទអញ្ចឹងសូមអរគុណប្រិយមិត្តទាំងអស់គ្នាដែលបានចូលរួមស្ដាប់ការចែករំលែកព័ត៌មានរបស់ខ្ញុំហើយប្រសិនបើមានការខុសឆ្គងពាក្យពេចន៍កន្លែងណាអីគឺសូមខន្តីអភ័យទោសណាបាទព្រោះខ្ញុំជួយចិននិយាយត្រង់អញ្ចឹងពេលខ្លះក៏ការទូតពាក្យការទូតខ្លះទៅពេលខ្លះក៏ត្រង់ខ្លះទៅអញ្ចឹងប្រហែលជាមិនអាចនឹងបំពេញចិត្តប្រិមិត្តអស់បានអញ្ចឹងកុំខន្តីអភ័យទោសកុំខឹងអីណាបាទអញ្ចឹងថ្ងៃនេះមិនទទួលយកសំណួរទេបាទយើងនឹងជួបគ្នានៅក្នុងកម្មវិធីបច្ចុប្បន្នភាពអន្តរជាតិបាទខ្ញុំនឹងផ្សាយជូនផងដែរបច្ចុប្បន្នភាពអន្តរជាតិណាបាទពីព្រោះដើម្បីតាមមកតរឿងបោះឆ្នោតនៅប្រទេសថៃតើវាមានការវិវត្តយ៉ាងណាបាទសូមអរគុណសូមជម្រាបលា